សួស្តីអ្នកនរគ្នាវិលមកជួបគ្នាម្ដងទៀតជាមួយនឹង Channel Artist MI Drawing Channel ថ្ងៃនេះដែរយើងបានគូររូបសត្វទន្សាយដូចអ្នកនរគ្នាស្គាល់ហើយសត្វទន្សាយជាសត្វដែល cute slow គួរឲ្យស្រឡាញ់មែនតើអញ្ចឹងជាការចាប់ផ្ដើមដំបូងនៃការគូរហ្នឹងគឺយើងគូរជារាងរបស់សត្វទន្សាយសិនមកអ្នកទាំងអស់គ្នាបន្ទាប់ពីបានគូរចេញជាទម្រង់ក្បាលហើយយើងចាប់ផ្ដើមគូរភ្នែកហើយសម្រាប់ភ្នែកវាបើយើងចង់ឲ្យមើលទៅឃើញដូចធម្មជាតិដូចជាភ្នែកប៉ិតអញ្ចឹងណាអញ្ចឹងយើងទុកផ្នែកសតិចតិចនៅក្នុងកែវភ្នែកហ្នឹងដើម្បីឲ្យមើលទៅភ្នែកហ្នឹងវាផ្លាតមួយពលឺយើងមើលទៅហាក់បីដូចភ្នែកប្រកបចាំប្រប់មកយើងយកពណ៌ខ្មៅមកបាឡិននៅក្នុងកែវភ្នែកហ្នឹងឲ្យអស់មកទុកតែចំណុចសដែលយើងបានគូសរៀងបន្តិចហ្នឹងបន្ទាប់មកទៀតយើងបាឡិនវាទៅមករហូតអ្នកទាំងអស់គ្នាកន្លែងហ្នឹងសូមឲ្យពណ៌ខ្មៅនៅក្នុងដិតខ្លាំងមែនតើណាដិតខ្លាំងមែនតើជាពិសេសផ្នែកគៀនកេមនៅភ្នែកហ្នឹងដាក់បដិញពីពណ៌ខ្មៅមកពីកេមភ្នែកហ្នឹងឡើងមកចំណុចកណ្ដាលនៃកែវភ្នែកហ្នឹងមកដើម្បីឲ្យមើលទៅភ្នែកហ្នឹងវាផុសឡើងណារកនេះយើងយកពណ៌សូកូឡាហ្នឹងមកគូសពីតបភ្នែកខាងលើរបស់សត្វទន្សាយហ្នឹងហើយនឹងតបភ្នែកខាងក្រោមរបស់សត្វទន្សាយហ្នឹងអូខេហើយផ្នែកខាងក្រោមនៃភ្នែកនេះយើងទុក shape ពលឺបន្តិចទៀតអ្នកទាំងអស់គ្នាអានេះបើអ្នកទាំងអស់គ្នាមានប៊ិចធ្វើពណ៌សអាចប្រើនឹងបានតែខ្ញុំអត់មានអញ្ចឹងយើងទុកលឿនអញ្ចឹងដល់មកទៀតយើងចាប់ដើមគូសរសៃរោមមកសត្វទន្សាយអ្នកទាំងអស់គ្នាសម្រាប់រោមមកសត្វទន្សាយហ្នឹងយើងប្រើពណ៌សូកូឡាហើយគូម្ដងបន្តិចគូចេញជាសរសៃរោមទូឆ្មាបដិញឲ្យសាប់ផ្ទៃមុខរបស់សត្វទន្សាយមកអ្នកទាំងអស់គ្នាអានេះបើសិនជា color ហ្នឹងអ្នកទាំងអស់គ្នាអាចចិត្តវាឲ្យមុខទូជាង color របស់ខ្ញុំក៏បានដែរភាសាខ្ញុំមកបានចិត្តឲ្យមុខវាទូអញ្ចឹងធ្វើឲ្យទន្សាយហ្នឹងវារៀងបែកតិចណាអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យឃើញរត់តែឆ្មាខ្លាំងទៀមទីឲ្យមុខ color ហ្នឹងត្រូវតែស្រួចខ្លាំងមែនតើហ្មងហើយបន្តមកទៀតអាកន្លែងម្ដុំច្រមុះរបស់ទន្សាយនេះខ្ញុំប្រើជាកត្រៃយកមកកត្រៃមុខដែកណាអ្នកទាំងអស់គ្នាយកមកគូសឆ្នោតជាសរសៃរោមដូចគ្នាឲ្យវាផុសនៅលើឲ្យផ្ទៃក្រាស់ហ្នឹងដើម្បីឲ្យមើលទៅវាមានផ្នែករោមសខ្លះចឹងណាហ្នឹងហើយយកវាមកគូសឆូតចឹងមកហើយបន្តមកទៀតផ្នែកកេមខាងលើនៃច្រមុះហ្នឹងអានេះបើយើងនិយាយចំទៅចំហៀងថ្ពាល់មកចំហៀងទៀតរបស់ទន្សាយហ្នឹងដោយសារមុខនេះជាតម្រង់មុខ portrait អញ្ចឹងយើងគូសបដិញយកពណ៌ដោយផ្នែកមុនហ្នឹងដែលយើងគូសដែរមកមានគូជាពណ៌សូកូឡាអញ្ចឹងមកបដិញជារោមតិចអញ្ចឹងមកអ្នកហើយសម្រាប់ផ្នែកនៃច្រមុះសត្វទន្សាយហ្នឹងអ្នកនរគ្នាយកពណ៌ផ្កាឈូកបន្តិចយកមកផាត់ខ្ទង់ចុងច្រមុះទន្សាយហ្នឹងដោយឲ្យមើលទៅវាដូចធម្មជាតិណាហ្នឹងហើយប្រហែលយើងដដែលហ្នឹងគឺអ្នកនរគ្នាយើងប្រើពណ៌មកបដិញរោមហ្នឹងនៅលើផ្ទៃរបស់សត្វទន្សាយហ្នឹងឲ្យវាសមព្រោះទន្សាយអ្នកនរគ្នាហ្នឹងវារោមច្រើនណាស់អញ្ចឹងយើងឲ្យរោមលើការគូសហើយគូសទៀតបដិញហើយបដិញទៀតរហូតអញ្ចឹងណាមិនផាត់ទេណាគឺគូសរោមមកទន្សាយបដិញលើគ្នាអញ្ចឹងទៀតមកអ្នកនរគ្នាដើម្បីឲ្យវាមើលទៅវាដូចធម្មជាតិណាហ្នឹងហើយអូខេហើយតើមកខ្ញុំតមកខ្លួនបន្តិចហើយឥឡូវយើងស្មានអ្នកនរគ្នាមិនដែរស្អាតអត់ហើយស្មៅនេះខ្ញុំថែមក្រោយអ្នកនរគ្នាដើម្បីឲ្យដូចហោះរូបមែនតើណាអញ្ចឹងបើសិនជាអ្នកនរគ្នាចូលចិត្តរូបហ្នឹងកុំភ្លេចសាករៀនគូតាមអ្នកនរគ្នាបានណាសាករៀនគូមើលអាចគូបានប៉ុន្មានដែរស្អាតអត់អូខេបាយ